សម្ដេចតេជោចាត់ទុកសកម្មជនបកប្រឆាំងដែលខ្លែងឯកសណ្ឋានកងទ័ពគឺជាជនក្បត់ជាតិខົບខិតជាមួយសត្រូវមកបំផ្លាញខ្មែរអតីតនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានឥទ្ធិពលនិងជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជាសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិបានបញ្ចេញនូវបទកម្មខ្លាំងៗទៅលើសកម្មជនបកប្រឆាំងនៅឯក្រៅប្រទេសដែលបានក្លែងឯកសណ្ឋានកងទ័ពដោយហៅសកម្មភាពនេះថាជាជនក្បត់ជាតិសាសន៍ខ្លួនឯងខົບខិតជាមួយសត្រូវដែលឈ្លានពានដើម្បីបំផ្លាញខ្មែរនារសៀលថ្ងៃទី10ខែមិថុនានេះសម្ដេចតេជោបានបង្ហោះរូបភាពក្រុមប្រឆាំងដែលក្លែងឯកសណ្ឋានយោធាអមខ្លឹមសារថាអំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នាសម្ដេចតេជោបានសរសេរបញ្ជាក់ថាប្រទេសប្រឈមមុខជាមួយនឹងការឈានពានរបស់បរទេសបែរជាទៅខົບខិតជាមួយបរទេសមកបំផ្លាញខ្មែរបើសិនបើអាជ្ញាធរថៃមិនខົບខិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់នាងខ្ញុំម៉េងធីតាពីកម្មវិធី MAJ TV News